នេះមែនទេជាក្រុមល្អជាងគេបំផុតក្នុងទ្វីបអឺរ៉ុបរដូវកាលនេះ Bayern Munich ផ្ដួលក្រុមការពារជើងឯក Champions League PSG ដល់ទឹកដីដែលនេះជាជ័យជំនះ4ប្រកួតជាប់ៗគ្នាក្នុងពាន Champions League រដូវកាលនេះនិងជាការឈ្នះ16ប្រកួតចុងក្រោយជាប់ៗគ្នាក្នុងគ្រប់ពានរង្វាន់ទាំងអស់ PSG យកមិញបរាជ័យហើយរបួសតួសំខាន់2នាក់ទៀតមកចាស់ពាន Ballon d'Or Ousmane Dembélé ក៏រងរបួសស្របពេលខ្សែការពារស្លាបស្ដាំល្អជាងគេបំផុតនាពេលបច្ចុប្បន្ន Achraf Hakimi ក៏បានរងរបួសផងដែរជ័យជំនះ1-0របស់ Liverpool លើ Real Madrid នៅ Anfield យប់មិញដែលអតីតខ្សែការពាររបស់ពួកគេ Trent Alexander-Arnold បានបដូរចូលលេងនៅក្នុងនាទី81ដែលជាការបង្ហាញខ្លួនលើកដំបូងក្រោយអវត្តមានជាច្រើនសប្តាហ៍ដោយសារតែរបួសសរសៃពួរជាសញ្ញាមួយបង្ហាញថា Liverpool អាចបំភ្លេចរូបគេបានហើយដោយកីឡាករជើងថ្មី Conor Bradley បង្ហាញធ្វើជើងយ៉ាងល្អក្នុងទូនាទីរបស់ Arnold នៅក្នុងក្រុមរបស់លោក Arne Slot ទល់នឹង Real Madrid យប់មិញMessi ចូលខ្លួនមួយគ្រាប់ solo នេះល្អអស្ចារ្យខ្សែការពារកណ្ដាល Vicky van der Ven របស់ Spurs ខ្លាយទៅជា Vicky van der Messi យប់មិញអូសបាល់បណ្ដើរពីប្រអប់របស់ខ្លួនទៅទាត់ទីក្រុម Copenhagen នៅក្នុងជ័យជំនះ 4-0 របស់ Tottenham Hotspur អត់ Gyökeres អត់បញ្ហាខ្សែបំរើប្រែជាខ្សែប្រយុទ្ធ Mikel Merino ជួយ Arsenal បានគឺរកបាន2គ្រាប់ម្នាក់ឯងក្នុងជ័យជំនះ 3-0 នៅទឹកដី Slavia Prague យប់មិញដែលជាជ័យជំនះលើកទី4របស់ Arsenal ក្នុងពាន Champions League 4ប្រកួតដំបូងរដូវកាលនេះហើយយប់មិញនេះដែរខ្សែប្រយុទ្ធវ័យក្មេង Mark Dauman របស់ Arsenal ក្លាយជាកីឡាករក្មេងជាងគេបំផុតដែលបានចូលលេងក្នុងពានធំជាងគេបំផុតរបស់អឺរ៉ុបគឺក្នុងពាន Champions League កីឡាករ Mark Dauman បានបង្ហាញវត្តមានដោយបដូរចូលជំនួសកីឡាករ Trossard ក្នុងនាទី72យប់មិញធ្វើឲ្យគេក្លាយជាកីឡាករដែលបានចូលលេងក្នុងពានក្លឹបអាជីពធំជាងគេបំផុតរបស់ក្នុងវ័យក្មេងជាងគេគឺត្រឹមតែ15ឆ្នាំនិង308ថ្ងៃប៉ុណ្ណោះយប់មិញនេះបំបែកកំណត់ត្រាចាស់របស់កីឡាករ Dortmund Youssoufa Moukoko ដែលបានចូលលេង Champions League សម្រាប់ Dortmund ទល់នឹង Zenit Saint Petersburg ក្នុងវ័យ16ឆ្នាំនិង18ថ្ងៃលើសពីនេះគឺថាជ័យជំនះរបស់ Arsenal នៅទឹកដី Slavia Prague យប់មិញនេះគឺជាការឈ្នះ10ប្រកួតជាប់គ្នារបស់ Arsenal ក្នុងគ្រប់ពានរង្វាន់ទាំងអស់ហើយជាពិសេសក្នុងនោះគឺ clean sheet ដល់ទៅ8ប្រកួតជាប់គ្នាដែលជាកំណត់ត្រារបស់ Arsenal ធ្លាប់ធ្វើបានក្នុងឆ្នាំ1903 122ឆ្នាំក្រោយមកគឺក្នុងឆ្នាំ2025នេះ Arsenal ធ្វើបានជាថ្មីលោក David Beckham ត្រូវបានព្រះមហាក្សត្រអង់គ្លេសព្រះអង្គ Charles ប្រោសព្រះរាជទានងារជា Sir ក្លាយទៅជា Sir David Beckham សម្រាប់ការរួមចំណែកយ៉ាងអស្ចារ្យរបស់លោកក្នុងរយៈពេលជាច្រើនទសវត្សរ៍ក្នុងវិស័យកីឡានិងសកម្មភាពមនុស្សធម៌ Desiree Doué កីឡាករវ័យក្មេងបារាំងនិង PSG គឺជាម្ចាស់ពាន Golden Boy Award ប្រចាំឆ្នាំ2025ពានរង្វាន់ Golden Boy គឺសម្រាប់ផ្ដល់ជូនកីឡាករបាល់ទាត់ដែលលេងក្នុងលីកកំពូលនៅទ្វីបអឺរ៉ុបហើយមានអាយុក្រោម21ឆ្នាំដែលលេងបានល្អជាងគេកាលពីឆ្នាំ2024ម្ចាស់ពាន Golden Boy នេះគឺបានទៅលើ Lamine Yamal របស់ Barcelona ឥឡូវនេះ Desiree Doué ខ្សែប្រយុទ្ធវ័យ20ឆ្នាំនិង154ថ្ងៃរបស់ជម្រើសជាតិបារាំងនិង PSG គឺជាម្ចាស់ពាន Golden Boy 2025បាទក្នុងការប្រកួត Champions League នៅកីឡដ្ឋាន Parc des Princes យប់មិញនេះខ្សែប្រយុទ្ធកូឡុំប៊ី Luis Diaz រកបាន2គ្រាប់ម្នាក់ឯងក្នុងនាទីទី4និង32ឲ្យ Bayern Munich នាំមុខ 2-0 មុនលើម្ចាស់ផ្ទះនិងជាក្រុមការពារជើងឯក Champions League PSG ក៏ប៉ុន្តែនៅចុងវគ្គទី1ស្រាប់តែរងពិន័យកាតក្រហមដោយសារតែការជែងពីក្រោយខ្សែការពារស្លាបស្ដាំ Achraf Hakimi យ៉ាងគ្រោះថ្នាក់ហើយការជែងនោះបានបណ្ដាលឲ្យគេរងពិន័យកាតក្រហមបន្ទាប់ពី VAR បានពិនិត្យកីឡាករ Achraf Hakimi បានរងរបួសយ៉ាងខ្លាំងនិងត្រូវបានបដូរចេញហើយកីឡាករនេះបានដើរដោយប្រើឈើច្រត់ជាជំនួយនិងពាក់ប្រអប់ការពារជើងផងដែរ Achraf Hakimi ដែលត្រូវបានពណ៌នាថាជាខ្សែការពារស្លាបស្ដាំល្អជាងគេបំផុតក្នុងពិភពលោកបច្ចុប្បន្នកើតទុកយ៉ាងខ្លាំងក្រោយរងរបួសនោះដោយសារតែគេទំនងជាត្រូវអវត្តមានរយៈពេលយូរហើយស្របពេលដែលប្រទេសកំណើតរបស់គេគឺម៉ារ៉ុកនឹងធ្វើជាម្ចាស់ផ្ទះពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations នៅខែធ្នូចុងឆ្នាំនេះផងសង្ស័យតែគេមិនអាចជាទាន់ដើម្បីជួយជំនួយជាតិរបស់គេក្នុងពានរង្វាន់ទ្វីបអាហ្វ្រិកដ៏ធំមួយនេះនៅពាក់កណ្ដាលតង់ទី1ជាមួយនេះដែរខ្សែប្រយុទ្ធ Ousmane Dembélé ម្ចាស់ពាន Ballon d'Or 2024-25ក៏បានរងរបួសហើយត្រូវបានបដូរចេញផងដែរតែមើលទៅគឺជារបួសកំភួនជើងដែលនឹងត្រូវសម្រាកមួយរយៈដើម្បីព្យាបាល
បន្ទាប់ពីបើយើងមិនកាតកំហម្នាក់នៅវគ្គទី2 PSG បដូរយកតែម្ដងក៏ប៉ុន្តែរកបានតែមួយគ្រាប់ប៉ុណ្ណោះដោយ Joao Neves ក្នុងនាទី74ពិបាកនៅក្នុងការបំបីកំពែងដ៏រឹងមាំរបស់ Bayern Munich ដើម្បីរកគ្រាប់បាល់តាមស្មើមានន័យថាពួកគេបរាជ័យជាលើកដំបូងក្នុងពាន Champions League រដូវកាលនេះក៏ប៉ុន្តែគឺជាជ័យជំនះលើកទី4ជាប់គ្នារបស់ Bayern ក្នុងពាន Champions League និងជាជ័យជំនះលើកទី16ជាប់គ្នាចុងក្រោយនេះក្នុងគ្រប់ពានរង្វាន់ទាំងអស់របស់ក្លឹបយ៉ាអាឡឺម៉ង់នេះក្រោមការបង្វឹករបស់លោក Vincent Kompanyបើការប្រកួត Champions League បន្ទាប់របស់ពួកគេនៅចុងខែវិច្ឆិកាឆ្នាំនេះ PSG នឹងទទួល Tottenham Hotspur ចំណែកឯ Bayern នឹងទៅលេងនៅទឹកដី Arsenal ដែលក្រុមទាំងពីរនេះឈ្នះទាំង4ប្រកួតដូចគ្នានៅខណៈដែល Spurs កំពុងសល់គ្នាតែ10នាក់ពេលដណ្ដើមបាល់បាននៅមុខប្រអប់របស់ខ្លួន Mickey Van de Ven ពេលនោះអាចផ្ដាច់បាល់ចោលក៏អត់មាននរណាថាអីដែរក៏ប៉ុន្តែផ្ទុយទៅវិញខ្សែការពារកណ្ដាលរូបនេះបានសាក់លបងដោយខ្លួនឯងបានបណ្ដាបាល់ញាក់ផុត1ផុត2ផុត3រួចបន្តទាញផុតកីឡាករ Copenhagen 2នាក់ទៀតអស់បាល់រហូតដល់ប្រអប់គូប្រកួតនិងទាត់បញ្ចូលទីជើងឆ្វេងយ៉ាងពិសេសដែលគ្រាប់បាល់មួយនេះត្រូវបានព័ត៌មានថាជាគ្រាប់អស្ចារ្យបំផុតមួយនិងត្រូវបានចងចាំជាយូរអង្វែងខ្សែការពារកណ្ដាលហូឡង់ដែលក៏អាចលេងការពារស្លាប់ឆ្វេងបាន Van de Ven វ័យ24ឆ្នាំត្រូវបាន Spurs ទិញពី Wolfsburg ក្នុងតម្លៃ34លានផោនកាលពីខែសីហា2023ហើយមួយរយៈចុងក្រោយនេះគេឧស្សាហ៍រកបានគ្រាប់បាល់ដូចជាគ្រាប់បាល់ក្នុងពាន UEFA Super Cup ទល់នឹង PSG កាលពីខែសីហាគ្រាប់បាល់ក្នុងជ័យជំនះ 3-0 ទៅនឹង West Ham គ្រាប់បាល់ក្នុងការប្រកួតស្មើ 2-2 ទល់នឹង Bodo Glimt ក្នុងពាន Champions League និងបន្ទាប់មករកបាន2គ្រាប់ទៀតក្នុងជ័យជំនះ 3-0 ទល់នឹង Everton កាលពីខែមុនក៏ប៉ុន្តែมันមានគ្រាប់ណាពិសេសអស្ចារ្យដូចគ្រាប់យំមិញរបស់គេទល់នឹងក្រុម Copenhagen នៅក្នុងពាន Champions League ឡើយ